ជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំមីស្រីហួរជាគរុនិស្សិតថ្នាក់ដេថ្ងៃនេះនាងខ្ញុំសូមមកធ្វើវីដេអូបទបង្ហាញទាក់ទងទៅនឹង Summative Assessment តពីវីដេអូមុនដែលនិយាយអំពី Formative Assessment ចំពោះ Summative Assessment វិញ Summative Assessment គឺជារង្វាយតម្លៃបញ្ចប់មានន័យថាតើតែរៀនចប់ទើបធ្វើការវិតម្លៃឬក៏តើតែរៀនចប់មួយវគ្គទើបវិតម្លៃហើយSummative Assessment ហ្នឹងគឺមាន3ចំណុចសំខាន់ទី1និយាយអំពីប្រភេទនៃការវិតម្លៃទៅតាមដំណាក់ដោយផ្អែកទៅលើការវិតម្លៃបញ្ចប់ហើយចំពោះប្រភេទនៃការវិតម្លៃដែលផ្អែកទៅលើការវិតម្លៃបញ្ចប់ហ្នឹងមានដូចជាទី1តកតងទៅនឹងលំហាត់ដែលមានរចនាសម្ព័ន្ធលំហាត់ដែលមានរចនាសម្ព័ន្ធហ្នឹងមានន័យថាម៉េចលំហាត់ដែលមានរចនាសម្ព័ន្ធហ្នឹងគឺមានន័យថាជាលំហាត់ដែលគ្រូគាត់រៀបចំជាចំណុចជាជំហានហើយនឹងមានទម្រង់ច្បាស់លាស់ដើម្បីណែនាំសិស្សឲ្យអនុវត្តទៅតាមលំដាប់ដែលគ្រូបានកំណត់ហើយលំហាត់ដែលមានរចនាសម្ព័ន្ធហ្នឹងគឺត្រូវមានចម្លើយហើយនឹងលទ្ធផលរំពឹងទុកហើយវាមានលក្ខណៈសមស្របសម្រាប់សិស្សដែលកំពុងតែចាប់ផ្ដើមរៀនអញ្ចឹងគ្រូគាត់អាចវាតម្លៃបានតាមរយៈការដាក់លំហាត់ហ្នឹងឲ្យសិស្សដែលលំហាត់ទាំងអស់ហ្នឹងគឺមិនធ្វើឲ្យសិស្សមានការថប់បារម្ភពេកអាចជាការឲ្យសិស្សសរសេរអំពីថ្ងៃឈប់សម្រាករបស់ពួកគាត់នៅរដូវក្តៅអីជាដើមឬក៏អាចឲ្យពួកគាត់និយាយពីសរសេរពីអំពីពួកគាត់ផ្ទាល់មិនតែប៉ុណ្ណោះយើងអាចធ្វើជាលក្ខណៈល្បែង digital ឬក៏បទបង្ហាញផ្ទាល់មាត់អីជាដើមហើយមួយទៀតគឺ Bore test មានន័យថាគឺជាការវិតម្លៃដែលធ្វើនៅមុនពេលចាប់ផ្ដើមបង្រៀនមេរៀនថ្មីមួយដើម្បីឲ្យដឹងថាសិស្សគាត់មានចំណេះដឹងមូលដ្ឋានឬក៏ចំណុចខ្សោយអីគេខ្លះដើម្បីឲ្យគ្រូគាត់អាចរៀបចំការបង្រៀនហ្នឹងឲ្យបានសមស្របហើយម្យ៉ាងទៀត Bore test ហ្នឹងក៏អាចផ្ដល់នៅព័ត៌មានអំពីអ្វីដែលសិស្សគាត់ដឹងហើយនឹងអីដែលសិស្សគាត់មិនដឹងឬក៏អ្វីដែលសិស្សគាត់អាចធ្វើបានឬក៏អ្វីដែលសិស្សគាត់មិនអាចធ្វើបាន Bore test យើងអាចធ្វើជាលក្ខណៈសំណួរផ្ទាល់មាត់ឬក៏ជាសំណួរជ្រើសរើសសំណួរចម្លើយឬក៏លំហាត់ខ្លីៗឬក៏អាចធ្វើជាលក្ខណៈការពិភាក្សានៅក្នុងថ្នាក់អីជាដើមហើយចំណុចមួយទៀតគឺតកតងជាមួយនឹងកិច្ចការផ្ទះគឺដល់ឲ្យសិស្សគាត់អាចអនុវត្តបន្ថែមនៅចំណេះដឹងហើយនឹងជំនាញដែលសិស្សគាត់បានរៀនហើយមិនតែប៉ុណ្ណោះកិច្ចការផ្ទះហ្នឹងក៏អាចជួយពង្រឹងហើយពង្រីកពីការសិក្សារបស់សិស្សផងដែរម្យ៉ាងវិញទៀតគោលបំណងកិច្ចការផ្ទះហ្នឹងគឺដើម្បីពិនិត្យមើលការសិក្សារបស់សិស្សជាលក្ខណៈជាបុគ្គលហើយនិងជាក្រុមហើយចំណុចមួយទៀតនិយាយអំពីកិច្ចការនៅក្នុងថ្នាក់ហ្នឹងមិនកិច្ចការនៅក្នុងថ្នាក់និងសកម្មភាពអីផ្សេងហ្នឹងគឺអាចឲ្យគ្រូតាមដានការអនុវត្តរបស់សិស្សព្រមទាំងអាចផ្ដល់ព័ត៌មានត្រឡប់បានភ្លាមហើយវាក៏ជាវិធីវាតម្លៃមួយដែលបង្កើតការរៀនប៉ះសិនបើគ្រូចូលរួមសកម្មហើយនឹងមានការណែនាំដល់សិស្សបានច្បាស់លាស់ហើយជាមួយគ្នានេះគ្រូគាត់អាចប្រើជាឧបករណ៍ digital ដូចជា app ឬក៏ game អីផ្សេងដើម្បីបង្កើនការចូលរួមរបស់សិស្សផងដែរនៅក្នុងសកម្មភាពនៅក្នុងថ្នាក់ហ្នឹងហើយចំណុចមួយទៀតតកតងទៅនឹងសំណួរខ្លីៗឬក៏សំណួរតេស្តគ្រូគាត់អាចធ្វើជាសំណួរខ្លីៗឬក៏សំណួរតេស្តហើយសំណួរខ្លីៗឬក៏តេស្តហ្នឹងគឺសំអាងទៅលើឯកសារដែលបានរៀនមកន័យថាតេស្តហ្នឹងគឺត្រូវតែស្របទៅតាមមេរៀនដែលគ្រូបានបង្រៀនហើយបន្ទាប់ពីធ្វើសំណួរខ្លីៗឬក៏សំណួរតេស្តហ្នឹងហើយគ្រូគាត់ត្រូវផ្ដល់ព័ត៌មានពីការអនុវត្តតេស្តហ្នឹងដល់សិស្សដើម្បីជួយឲ្យសិស្សហ្នឹងគាត់ដឹងថាខ្លួនគាត់ហ្នឹងកំពុងស្ថិតនៅក្នុងកម្រិតណាទាំងចំណេះដឹងហើយនិងបំណិននៅក្នុងពេលបច្ចុប្បន្នហ្នឹងហើយម្យ៉ាងវិញទៀតលទ្ធផលនៃសំណួរខ្លីៗហើយនៅសំណួរតេស្តហ្នឹងក៏ប្រើសម្រាប់ផ្ដល់ព័ត៌មានត្រឡប់ទៅដល់សិស្សហើយនឹងការកែលម្អការបង្រៀនរបស់គ្រូផងដែរហើយចំណុចមួយទៀតតកតងទៅនឹងការវាយតម្លៃរួមគ្នាការវាយតម្លៃរួមគ្នាហ្នឹងគឺសំដៅទៅលើ
កិច្ចសហការរវាងគ្រូនិងគ្រូដើម្បីធានាឲ្យមានស្តង់ដារមួយហើយមានន័យថាគ្រូបង្រៀនកម្រិតដូចគ្នាឬក៏មុខវិជ្ជាដូចគ្នាគាត់សហការគ្នាហើយបង្កើតបានទៅជាវិញ្ញាសាវាតម្លៃរួមមួយដើម្បីធានាថាសិស្សទាំងអស់ហ្នឹងគឺនៅក្នុងកម្រិតថ្នាក់ដូចគ្នាត្រូវបានវាស់វែងដោយផ្អែកទៅលើស្តង់ដារហើយនឹងគុណភាពដូចគ្នាហើយចំណុចមួយទៀតតកតងទៅនឹងការវាយតម្លៃវឌ្ឍនភាពរបស់សិស្សការវាយតម្លៃវឌ្ឍនភាពរបស់សិស្សហ្នឹងមានន័យថាម៉េចគឺមានន័យថាគឺជាការតាមដានការរីកចម្រើនរបស់សិស្សនៅក្នុងរយៈពេលវែងតាមរយៈការចងក្រងឯកសារនៅអ្វីដែលសិស្សគាត់បាននៅរៀនហើយកន្លងមកហ្នឹងនៅក្នុងរយៈពេលណាមួយរួចបន្ទាប់មកធ្វើតេស្តវាស់វឌ្ឍនភាពរបស់សិស្សហ្នឹងហើយការធ្វើតេស្តហ្នឹងគឺដើម្បីដឹងថាតើសិស្សគាត់មានការរីកចម្រើនខ្លាំងកម្រិតណាបើធៀបទៅនឹងពេលមុនតកតងទៅនឹងចំណុចមួយទៀតចំណុចទី2គឺនិយាយតកតងទៅនឹងការផ្ដល់មតិត្រឡប់ការផ្ដល់មតិត្រឡប់ការផ្ដល់មតិត្រឡប់ហ្នឹងវាមិនមែនគ្រាន់តែជាការដាក់បន្ទុកទេប៉ុន្តែយើងក៏ត្រូវគិតគូរទៅលើកត្តាជាច្រើនដូចជាបរិមាណនៃការផ្ដល់មតិត្រឡប់ហ្នឹងតើយើងគួរផ្ដល់មតិច្រើនឬក៏តិចកម្រិតណាហើយពេលណាជាពេលដែលសមស្របនៅក្នុងការផ្ដល់មតិត្រឡប់ហ្នឹងហើយជាមួយគ្នាដែរការផ្ដល់មតិត្រឡប់ហ្នឹងក៏ត្រូវផ្ដល់មតិខុសៗគ្នាទៅតាមសមត្ថភាពកម្រិតថ្នាក់ហើយនឹងមុខវិជ្ជារបស់សិស្សម្នាក់ដែរហើយចំពោះមធ្យោបាយនៃការផ្ដល់មតិត្រឡប់ហ្នឹងយើងក៏ត្រូវគិតដែរថាតើយើងត្រូវធ្វើម៉េចប្រើមធ្យោបាយបែបម៉េចទៅការផ្ដល់មតិត្រឡប់ហ្នឹងអាចធ្វើឲ្យអ្នកដែលត្រូវទទួលមតិត្រឡប់ហ្នឹងគាត់អាចយល់បានឬក៏គាត់អាចទទួលយកបានហើយមតិត្រឡប់ហ្នឹងក៏ត្រូវផ្ដោតទៅលើអ្វីដែលបង្ហាញពីបំណិនដែលសមស្របហើយនឹងមិនទាន់សមស្របដើម្បីឲ្យសិស្សក៏ដឹងពីរបៀបក្នុងការកែលម្អនៅចំណុចខ្វះខាតរបស់ខ្លួនឯងផងដែរចូលមកដល់ចំណុចមួយទៀតចំណុចទី3និយាយអំពីការកែលម្អការបង្រៀនក្រោយពីការផ្ដល់មតិត្រឡប់មានន័យថាមិនមែនគ្រាន់តែជាការបរៀនគឺឲ្យចាប់តាមកម្មវិធីទេប៉ុន្តែគឺការបង្រៀនគឺត្រូវផ្ដោតទៅលើការពិនិត្យមើលលទ្ធផលតេស្តរបស់សិស្សហើយផ្ដល់មតិត្រឡប់ឲ្យចំចំណុចដល់សិស្សហើយត្រូវប្រើវិធីសាស្ត្របែបម៉េចឬក៏សកម្មភាពនៅក្នុងថ្នាក់បែបម៉េចដើម្បីជួយឲ្យសិស្សទាំងអស់ហ្នឹងគាត់អាចរៀនទាន់ហើយនឹងមានការរីកចម្រើនឬក៏មានវឌ្ឍនភាពទៅមុខហើយត្រូវធានាថាការសិក្សារបស់សិស្សហ្នឹងគឺប្រកបដោយសមត្ថភាពដែលមានគោលបំណងក្នុងការផ្លាស់ប្ដូរកម្រិតនៃការអប់រំបច្ចុប្បន្នដែលបង្រៀនសិស្សទាំងអស់តាមវិធីដូចគ្នាដោយជំនួសមកវិញជាមួយនឹងការបង្រៀនដោយឆ្លើយតបជាមួយនឹងភាពចម្រុះរបស់សិស្សដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សាដោយយើងពិនិត្យតាមដានសិស្សដោយដិតដល់នឹងជាប្រចាំហើយដើម្បីផ្ដល់ការអន្តរាគមន៍តាមការបង្រៀនហើយនឹងការរៀនជាប្រព័ន្ធដែលសមស្របនិងតាមដានថាតើត្រូវមានការផ្លាស់ប្ដូរឬក៏កែលម្អដែរឬអត់ហើយការកែលម្អការបង្រៀនហ្នឹងគឺយើងត្រូវធ្វើឡើងយើងត្រូវធ្វើសារចុះសារឡើងជាច្រើនដងដើម្បីធានាថាការសិក្សារបស់សិស្សហ្នឹងគឺប្រកបដោយសមត្ថភាពពិតប្រាកដហើយមួយវិញទៀតការកែលម្អការបង្រៀនហ្នឹងគឺដើម្បីឆ្លើយតបចំពោះសិស្សដែលខុសៗគ្នាគឺមានធាតុ5នៅក្នុងនោះរួមមានទី1តកតងទៅនឹងការរៀបចំបរិយាកាសនៅក្នុងថ្នាក់ការរៀបចំបរិយាកាសនៅក្នុងថ្នាក់ហ្នឹងគឺធ្វើម៉េចឲ្យមានអំណោយផលដល់ការរៀនសូត្ររបស់សិស្សហើយចំពោះកម្មវិធីសិក្សាវិញគឺត្រូវរៀបចំខ្លឹមសារមេរៀនហ្នឹងឲ្យស្របទៅតាមកម្រិតហើយនឹងតម្រូវការជាក់ស្ដែងរីឯការវិតម្លៃរបស់គ្រូវិញគ្រូគាត់អាចប្រើប្រាស់វិធីសាស្ត្រវាស់វែងផ្សេងដើម្បីឲ្យដឹងពីសមត្ថភាពពិតរបស់សិស្សម្នាក់ហើយចំណែកការបង្រៀនហើយនឹងការរៀនវិញគឺត្រូវប្រើវិធីសាស្ត្របង្រៀនដែលមានភាពបត់បែនហើយនឹងសកម្មភាពដែលសម្បូរបែបផងដែរបន្ថែមពីនេះការគ្រប់គ្រងសិស្សនៅក្នុងថ្នាក់ក៏ត្រូវការចាត់ចែងហើយនឹងដឹកនាំសិស្សធ្វើម៉េចឲ្យមានសណ្ដាប់ធ្នាប់ហើយនឹងមានការចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការសិក្សាដូចគ្នាដែរទន្ទឹមនឹងនេះចំពោះវឌ្ឍនភាពរបស់សិស្សវឌ្ឍនភាពសិក្សារបស់សិស្សគឺ
cứ chỉ pan ti sầm khánh nó không lòng pe nam muối đầm bay đăng pì qua đầm bên ở vậy khác để treo bầm mốt bị cay vô đăng để bỏ sát hay chờ slide top chỉ muối nâng cá bằng nâng cá cay làm o cá bằng riêng chỉ chạm bát thua ở cru ai ở bên xóm ska mà phep sắc xá chỉ muối nâng vót nạp phep sắc xá bỏ sát hay đầm bay đăng pì lẹ cái nạp vị này cháy sầm đập cao vi đầm lấy nâng cá ăn vótประกอบដោយ phep chọc chảy